គ្រប់ជំរាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះយើងមករៀនមេរៀនទី1រស្មីសំយោគហើយយើងចូលមកសង្ខេបចំណុចសំខាន់ចំនួន5មួយការស្រូបយកពន្លឺស្លឹករុក្ខជាតិមានជាតិម្យ៉ាងហៅថាប្រូស៊ីដែលវាមាននទីស្រូបយកពន្លឺព្រះអាទិត្យ2ការស្រូបយកឧស្ម័នកាបូនិកត្រូវបានចាប់ទៅតាមរុក្ខជាតិតាមរយៈរន្ធតូចលើស្លឹកហៅថាផូម៉ាតចូលមកចំណុចលេខ3គឺការស្រូបយកទឹករុក្ខជាតិស្រូបយកទឹកនៅក្នុងដីតាមរយៈរន្ធដំណើរបង្ហូរទៅកាន់ស្លឹក4ប្រតិកម្មគីមីរស្មីសំយោគកើតឡើងនៅក្នុងស៊ីតូផ្លាសដែលមាននៅទីនោះដែលថាមពលព្រះអាទិត្យត្រូវបានបញ្ចូលបំលែងទឹកនិងកាបូនឌីអុកស៊ីតទៅជាក្លូកូសនិងអុកស៊ីសែនហើយនេះជាសមីការ 6COH2 បូក 6OH ទឹកនាំឲ្យ C6H12O6 បូក 6OH2 លេខ5ការផលិតក្លូកូសនិងការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតរស្មីសំយោគផលិតបានក្លូកូសដែលបញ្ចេញថាមពលចម្បងរបស់រុក្ខជាតិហើយបញ្ចេញអុកស៊ីសែនផលិតបន្ទាប់នៅក្នុងខ្យល់តាមរយៈសូប៉ូម៉ាតហើយទាំង5ចំណុចនេះគឺជាការធ្វើរស្មីសំយោគហើយយើងចូលមករូបបន្ទាប់គឺរូបការលូតលាស់ហើយមួយនិយមន័យនិងសមីការហើយសំណួរគេបានសួរថាតើអ្វីទៅជាសមីការសំយោគនឹងគឺជាដំណើរការធម្មជាតិដែលបំលែងថាមពលពន្លឺព្រះអាទិត្យឧស្ម័នកាបូនិកនិងទឹកឲ្យឆាប់ក្លូកូសថាមពលនិងអុកស៊ីសែនហើយសមីការតង់ឆ្លងការ 6CO2 បូក 6OH ទឹកស្មើនឹង 6 បូក H12O 6 បូក 6O2 ហើយសំណួរបន្តគេសួរថាតើភាវៈរស់ណាខ្លះដែលធ្វើរស្មីសំយោគភាវៈដែលធ្វើរស្មីសំយោគគឺស្វាយជីពព្រោះវាគឺអាចបំលែងខ្លួនជាអជីវៈឲ្យនៅថាមពលហើយសំណួរទី3គឺសួរថាតើរស្មីសំយោគនឹងកើតឡើងនៅឯណាវាកើតឡើងនៅក្នុងអង្គរតូចម្យ៉ាងដែលហៅថាប្រូសែនហើយយើងចូលមកចំណុច2គឺជាតិពណ៌និងក្លិនអង់ស៊ីបជាតិពណ៌ប្រភេទចម្បងនៃសត្វផ្លាស់បន្ទាប់មកជាផ្លាស់កបូងបន្ទាប់មកមានស៊ីតូសែនកាបូស៊ីនីនិងបំបត្តិក្លូកូសអុកស៊ីបចម្បងវាជាអង្គស៊ីបដែលមានច្រើនជាងគេបំផុតនៅក្នុងរុក្ខជាតិវាដើរតួសំខាន់ក្នុងការចាប់ឧស្ម័ននិងអុកស៊ីសែនវាត្រូវការកម្រិត pH អ៊ីយ៉ុងម៉ារីសូម OG2 ចូលមកចំណុចលេខ3ព័ត៌មានបន្ថែមសម្រាប់កម្រិតខ្ពស់ដើម្បីឲ្យស្ករមានកាបូន6ក្លូឡានិងម៉ាឡូសូម18 RTP និង12 NTRD ជាចុងក្រោយខ្ញុំមានតែប៉ុណ្ណឹងអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលចំណាយពេលវេលាស្ដាប់ខ្ញុំអរគុណអ្នកទាំងអស់គ្នា